ចានៅក្នុងផ្ទះរបស់ខ្ញុំហ្នឹងមានផ្លែដើមទន្លាប់ពីរដើមមានមួយដើមផ្លែតិចតែរាងធំតែនេះផ្លែរាងច្រើនបន្តិចតែរាងតូចផ្លែច្រើនគួរសមដែរតែទោះជាយ៉ាងណាក៏នៅតែចាញ់ឆ្នាំមុនទេឆ្នាំមុនផ្លែច្រើនបានលក់ផងបានយកផ្ញើមិត្តភ័ក្តិបងប្អូនខ្លះផងតែឆ្នាំនេះប្រហែលជាបានគ្រាន់តែញ៉ាំខ្លួនឯងទេมันបានលក់ទេចាវាផ្លែតិចដែរហើយឥឡូវវាចាប់ផ្ដើមទុំមួយហើយក៏ចាប់ផ្ដើមបេះកាត់វាយកមកកាលណាទុកយូរបន្តិចទៅវាទុំខ្លាំងវាសាច់ជ្រាយអត់ស្រួយទេបងប្អូនអញ្ចឹងយើងត្រូវបេះពីប៉ុណ្ណឹងមកយកមកទុកក្នុងទូទឹកកកទៅវាឲ្យត្រជាក់ទៅពេលយើងចង់ញ៉ាំក៏យកមកចិតញ៉ាំវាមានភាពត្រជាក់ហើយស្រួយខ្ញោកចាយើងញ៉ាំទៅវាឆ្ងាញ់គឺវាស្រួយស្រាប់ចាពោះទន្លាប់ហ្នឹងយើងកុំឲ្យទុកទុំពេកបទពិសោធន៍របស់ខ្ញុំគឺជាកុំឲ្យទុកទុំពេកតើណាទុំពេកផ្អែមខ្លាំងហើយសាច់វាជ្រាយចាអរគុណសម្រាប់ការទស្សនាវីដេអូ